ក្របដែលអ្នកគ្រប់គ្នាឃើញនេះគឺជាគ្រឿងផ្សំចម្បងក្នុងការធ្វើសរសៃសូបាគឺជាមុខម្ហូបសរសៃរបស់ជប៉ុនដែលនិយមបរិភោគទាំងបែបក្តៅនិងបែបត្រជាក់ប៉ុន្តែខ្ញុំជឿថាមនុស្សជាច្រើនប្រហែលជាមិនទាន់ដឹងទេថាសរសៃសូបាធ្វើចេញពីគ្រាប់ទាំងនេះដែលវាគឺគ្រាប់សូបាស៊ីតឬបាក់វីតដំណើរការផលិតសរសៃសូបាគេយកគ្រាប់សូបាមកកិនឲ្យម៉ត់រហូតคล้ายជាម្សៅបន្ទាប់មកយកម្សៅមកលុនរួចសង្កត់ឲ្យសំប៉ែតជាបន្ទះរួចប្រើកាំបិតហាន់ឲ្យទៅជាសរសៃប៉ុនៗគ្នាទើបអាចយកទៅស្ងោរបានភាពខុសគ្នារវាងសូបាពិតនិងសូបាលាយសូបាពិត 100% ធ្វើពីម្សៅគ្រាប់សូបាសុទ្ធ 100% វាពិបាកធ្វើខ្លាំងណាស់ព្រោះសរសៃវាងាយនឹងដាច់ដូច្នេះសូបាពិតមានតម្លៃខ្ពស់ដោយសារវាត្រូវការជំនាញខ្ពស់ក្នុងការធ្វើហើយវាមានក្លិនក្រអូបសូបាលាយសរសៃសូបាដែលយើងឃើញទូទៅភាគច្រើនមានលាយម្សៅមីប្រហែល 20 ទៅ 50% ដើម្បីឲ្យងាយស្រួលក្នុងការផលិតនិងកាត់បន្ថយថ្លៃដើមទោះបីជាវាមិនសូវក្រអូបខ្លាំងដូចសូបាពិតប៉ុន្តែវាមានភាពស្វិតទន់ជាង